នេះគឺជាក្មេងដែលរស់នៅក្រីក្រហើយគ្នាតែងតែដើរសំទានឥឡូវបានមកជួបជនជាតិអាមេរិកចាជនជាតិគេហើយនៅលើទឹកដីខេត្តបាត់ដំបងជាពិសេសគឺមុខមន្ទីរទេសចរខេត្តបាត់ដំបងទៅទៀតជនជាតិគេមើលទៅដូចជាស្រឡាញ់ក្មេងឃើញខំផ្លុំពីប៉ោងឲ្យកូនក្មេងតែចំពោះមេដឹកនាំខ្លួនឯងមេដឹកនាំខ្មែរវិញអត់ចេះស្រឡាញ់ក្មេងចេះតែស្រឡាញ់កូនចៅឯងតែកូនក្មេងកូនរបស់ប្រជាពលរដ្ឋអត់ចេះស្រឡាញ់ខ្មាស់ជនជាតិគេមុខមន្ទីរទេសចរខេត្តបាត់ដំបង